Binance បើក New P2P User Trading Zone ធ្វើឲ្យការទិញគ្រីបតូតាម P2P មានសុវត្ថិភាពនិងងាយស្រួលសម្រាប់អ្នកចាប់ផ្ដើមការជួញដូរគ្រីបតូតាម P2P គឺជាច្រកចូលសំខាន់មួយសម្រាប់អ្នកប្រើថ្មីសម្រាប់អ្នកចាប់ផ្ដើមជាច្រើនការទិញគ្រីបតូតាម P2P គឺជាបទពិសោធន៍ដំបូងដែលពួកគេមានជាមួយប្រព័ន្ធហិរញ្ញវត្ថុ Digital ទោះជាយ៉ាងណាអ្នកថ្មីជាច្រើនមានការព្រួយបារម្ភអំពីសុវត្ថិភាពការជ្រើសរើសអ្នកលក់និងការបំពេញប្រតិបត្តិការដំបូងរបស់ពួកគេដើម្បីដោះស្រាយបញ្ហាទាំងនេះ Binance បានបង្កើតមុខងារថ្មីមួយឈ្មោះថា New P2P User Trading Zone ដែលមានគោលបំណងជួយអ្នកថ្មីចាប់ផ្ដើមបានយ៉ាងមានសុវត្ថិភាពនិងមានទំនុកចិត្ត P2P Trading ជាអ្វីការជួញដូរ P2P អនុញ្ញាតឲ្យអ្នកប្រើទិញនិងលក់ទ្រព្យ Digital ដោយផ្ទាល់ជាមួយអ្នកប្រើផ្សេងទៀតវេទិកាជួយផ្ដល់ប្រព័ន្ធ Escrow និងការដោះស្រាយវិវាទដើម្បីការពារភាគីទាំងពីរសម្រាប់អ្នកថ្មី P2P មានអត្ថប្រយោជន៍ច្រើនដូចជាវិធីបង់ប្រាក់ក្នុងស្រុកនិងភាពបត់បែនប៉ុន្តែវាក៏អាចធ្វើឲ្យមានការព្រួយបារម្ភផងដែរប្រសិនបើមិនដឹងថាត្រូវជ្រើសរើសអ្នកលក់ណាដែលទុកចិត្តបាន New P2P User Trading Zone ជាអ្វី New P2P User Trading Zone គឺជាតំបន់ពិសេសមួយនៅក្នុង Binance P2P ដែលបង្កើតឡើងសម្រាប់អ្នកប្រើ P2P ដំបូងប៉ុណ្ណោះមិនមែនអ្នកលក់គ្រប់រូបអាចចូលតំបន់នេះបានទេមានតែអ្នកលក់ដែលមានបទពិសោធន៍និងបានឆ្លងកាត់ការត្រួតពិនិត្យប៉ុណ្ណោះដែលអាចបង្ហាញខ្លួននៅទីនេះរបៀបស្គាល់អ្នកលក់ដែលអាចទុកចិត្តបានអ្នកថ្មីអាចសម្គាល់អ្នកលក់ដែលស្ថិតនៅក្នុង New P2P User Trading Zone តាមរយៈស្លាកសញ្ញាពិសេសមួយវាជួយកាត់បន្ថយហានិភ័យនិងបង្កើនទំនុកចិត្តពេលធ្វើប្រតិបត្តិការដំបូងអត្ថប្រយោជន៍សម្រាប់អ្នកចាប់ផ្ដើមNew P2P User Trading Zone ជួយកាត់បន្ថយហានិភ័យនិងធ្វើឲ្យបទពិសោធន៍ដំបូងរបស់អ្នកប្រើកាន់តែមានសុវត្ថិភាពនិងងាយស្រួលសារសំខាន់ New P2P User Trading Zone ជាជំហានសំខាន់ក្នុងការកែលម្អសុវត្ថិភាពនិងទំនុកចិត្តនៅក្នុងប្រព័ន្ធ P2P សម្រាប់អ្នកប្រើថ្មីរួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREL បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបកណ្ដាលគេឬក៏យើងប្រើជា Passport បងប្អូនមានអីដាក់នឹងដើម្បីបង្កើតកន្លែងឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើងស្កេនមុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ